ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាលោកវ៉ាងវ៉ែនពីនបានសរសេរនៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី8ខែតុលាឆ្នាំ2025នេះថាប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិសន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍនិងតែងតែជាដៃគូដែលអាចទុកចិត្តគ្នាបានក្នុងការអភិវឌ្ឍរបស់កម្ពុជាសារដ៏ខ្លីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាធ្វើឲ្យបរដ្ឋនិងរដ្ឋាភិបាលថៃមានមន្ទិលនិងបានសុំការបញ្ជាក់ពីឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកកទាក់ទងទៅនឹងការលើកឡើងរបស់តំណាងចិននៅកម្ពុជាចម្លើយរបស់តំណាងចិនប្រចាំប្រទេសថៃគឺចិនឈរនៅអព្យាក្រឹតក្នុងចំនួនកម្ពុជាថៃប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិសន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍនិងតែងតែជាដៃគូដែលអាចទុកចិត្តគ្នាបានក្នុងការអភិវឌ្ឍរបស់កម្ពុជាសារដ៏ខ្លីប្រវែងពី3បន្ទាត់នៅលើទំព័រ Facebook របស់លោកវ៉ាងវ៉ែនពីនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាសម្រាប់បរដ្ឋនិងបញ្ញវន្តកម្ពុជាគឺមានន័យពេញលេញនិងគ្រប់គ្រាន់ថាជាសារមួយដែលអាចទុកចិត្តនិងជឿជាក់បានប៉ុន្តែសម្រាប់បរដ្ឋនិងរដ្ឋាភិបាលថៃវិញសាររបស់លោកវ៉ាងវ៉ែនពីនបានធ្វើឲ្យរំជើបរំជួលនៅកណ្ដាលទីក្រុងបាងកករំជើបរំជួលដោយសារបរដ្ឋនិងមន្ត្រីថៃបានយល់ឃើញថាសាររបស់តំណាងទីក្រុងប៉េកាំងប្រចាំកម្ពុជាហាក់លំអៀងពីព្រោះវាបង្ហាញនៅការគាំទ្រត្រង់មកលើភាគីកម្ពុជានៅក្នុងចំនួនកម្ពុជាថៃគណៈថៃនិងកម្ពុជាសុទ្ធសឹងជាមិត្តជិតស្និទ្ធរបស់ចិនដូចគ្នាជាការកត់សម្គាល់នៅក្រោយសាររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក្រសួងការបរទេសថៃបានកោះហៅសាកសួរឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកកនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភួងកែតកែវនិងលោកចាងជៀនរៃឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃកាលពីថ្ងៃទី9ខែតុលាម្សិលមិញលោកចាងបានបញ្ជាក់ប្រាប់ប្រមុខការទូតថៃជាថ្មីថាជំហររបស់ចិនចំពោះចំនួនកម្ពុជាថៃគឺអព្យាក្រឹតដោយចិនប្រកាន់ខ្ជាប់នៅគោលនយោបាយជាប់លាប់របស់ខ្លួនហើយមិនផ្គត់ផ្គង់អាវុធដល់ភាគីចំនួនណាមួយនោះឡើយចិនសង្ឃឹមថាប្រទេសថៃហើយនិងកម្ពុជានឹងដោះស្រាយបញ្ហារវាងគ្នាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីហើយប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីស្ថាបនានិងគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងចំនួនកម្ពុជាថៃនេះបើតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោកវ៉ាងវ៉ែនពីនមិនបានអត្ថាធិប្បាយបន្ថែមឬឆ្លើយតបណាមួយទៅនឹងមន្ទិលសង្ស័យរបស់រដ្ឋាភិបាលទីក្រុងបាងកកនោះឡើយទៅលើសាររបស់លោកជុំវិញជំហររបស់ចិនសម្រាប់កម្ពុជានោះទេលោកបណ្ឌិតសឿនសំអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាមើលឃើញថាសាររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងការបញ្ជារបស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃហាក់មិនមានអ្វីខុសគ្នានោះទេលោកបណ្ឌិតបានលើកឡើងហេតុផលថាតំណាងចិនប្រចាំកម្ពុជាបានបង្ហាញនៅការការពារភាពស្របច្បាប់របស់កម្ពុជានិងមិនបានបញ្ជាក់ពីការប្រឆាំងចំពោះប្រទេសណាមួយនោះទេបើតាមបណ្ឌិតសឿនសំប្រតិកម្មរបស់បរតថៃនិងបញ្ញវន្តថៃខ្លះដែលមិនពេញចិត្តនឹងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក៏ដូចជាទូតចិននៅបាងកកគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទោះយ៉ាងណាកម្ពុជាតែងប្រកាន់ខ្ជាប់នៅដំណោះស្រាយចំនួនទៅតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងផ្សេងរវាងប្រទេសទាំងពីរនេះបើតាមលោកបណ្ឌិតសឿនសំលោកបណ្ឌិតឈៀងវណ្ណរិទ្ធនាយកនៃឧទ្យាននូវ៉ានូវត្តសង្គមអង្គរបានយល់ឃើញដែលថាចិនតែងជាយាមឈរនៅចំណុចកណ្ដាល
មិនចំពោះតែចំនួនកម្ពុជាថៃនោះទេពលគឺខុសពីអាមេរិកតាមលោកបណ្ឌិតភាគីកម្ពុជាគួរទទួលស្គាល់ការពិតដែរថាចិនបានដើរតួនាទីសំខាន់នៅក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់តាមរយៈការជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធីនៅក្នុងចំនួនរវាងកម្ពុជានិងថៃតែមិនលុកចូលជ្រៅដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗនោះឡើយជាសរុបមកសាររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាត្រូវបានពលរដ្ឋកម្ពុជាមើលឃើញថាជាសំណេរមួយដ៏វិជ្ជមានសម្រាប់កម្ពុជានិងដែលត្រូវបានសាទរផ្ទុយទៅវិញសាររបស់តំណាងចិននៅកម្ពុជានេះនៅតែមានមន្ទិលចំពោះទីក្រុងបាងកកប្រសិនបើប្រជាជននិងរដ្ឋាភិបាលថៃប្រកាសគំនិតជាតិនិយមជ្រុលនិងមានមហិច្ឆតាចង់វាទីយកដីប្រទេសជិតខាងនោះ